នឹងក្បាត់មុតណាក្បាត់មុតដាក់ជាប់អញ្ចឹងឃើញស្នាមក្បាត់អត់ក្បាត់មួយដើមនេះគឺជាក្បាត់របស់ខ្ញុំទិញនៅក្នុងឆ្នាំ2023ឥឡូវនេះវា2ឆ្នាំហើយក្បាត់នេះដែរក្បាត់នេះជាក្បាត់ដែលឆាប់បងដានីគាត់ទិញឲ្យពីអូសាកានៃប្រទេសជប៉ុនអញ្ចឹងក្បាត់នេះដែរវាមានអនុស្សាវរីយ៍មួយខ្ញុំច្រើនដោយសារខ្ញុំគិតថាខ្ញុំអត់អាចទៅប្រទេសជប៉ុនបានទេដោយសារយើងអត់មានលទ្ធភាពអញ្ចឹងពាក់ព័ន្ធជាមួយនឹងក្បាត់គឺជាផ្នែកមួយដ៏សំខាន់នៃម្ហូបអាហារសូម្បីតែ appetizer ម្ហូបញ៉ាំលេងឬក៏ញ៉ាំបន្ទាប់បន្សំក៏កាត់ចេញពីក្បាត់ម្ហូបបន្ទាប់គឺជាម្ហូបបែប main course ណាក៏ដោយក៏កាត់ចេញពីក្បាត់ស៊ុបក៏កាត់ចេញពីក្បាត់ dessert strawberry kiwi កាត់ចេញពីក្បាត់សូម្បីតែការ៉េមក៏កាត់ចេញពីក្បាត់អញ្ចឹងក្បាត់ជាផ្នែកមួយដ៏សំខាន់នៃម្ហូបអាហារក្បាត់ជប៉ុនវាប៉ះទឹកអត់បានយូរទេអញ្ចឹងវាឡើងច្រេះដល់វាសម្អាតជាមួយនឹង eraser ចោលលុបកាត់ច្រេះនោះហើយយើងលាងទឹកសាប៊ូជូតវាឲ្យស្ងួតហើយយើងយកវាទុកបើទិញនៅជប៉ុនក៏ខ្ទង់180ទៅ250ដែរព្រោះនេះបោះជប៉ុនចំសិតតែក្បាត់ពាក់ព័ន្ធមួយតិចនិចក្នុងការកាត់នេះកាត់បានមន់ប្រភេទឆ្អឹងប្រភេទអីយើង fillet ប៉ះឆ្អឹងប៉ះអីអត់អីទេតែមិនមែនមានន័យថាយកទៅវាទៅកាប់ឆ្អឹងទេណាអត់ទេនេះដោយសារខ្ញុំស្ដាំអញ្ចឹងខ្ញុំត្រូវសលៀងខាងនេះមុតហើយខាងនេះគ្រាន់អូទីទីដោយសារយើងកាត់ទៅស្ដាំ